សួស្តីអ្នកគ្រូខ្ញុំមានកូនទី1អាយុ6ឆ្នាំជាងហើយចង់បានកូនទី2មានហើយចេះតែរលូតឡើង4ដងពេលមានកូនទី2ទី3មានតែ5សប្តាហ៍ចេះតែរលូតហើយលើកទី5នេះបានដល់18សប្តាហ៍តែបែរជាបែកទៅភ្លោះអស់ទៀតមិនអាចជួយសង្គ្រោះបានទៀតចង់សួរអ្នកគ្រូថាខ្ញុំចង់យកកូនទៀតត្រូវធ្វើដូចម្ដេចដើម្បីកុំឲ្យជួបបញ្ហាចឹងទៀតហ្នឹងហើយអូនចឹងហើយយើងអត់ដឹងទេការពិតស្ត្រីជួបបញ្ហាច្រើនណាស់ហើយបើយើងសាកគិតអំពីផ្លូវចិត្តរបស់គាត់តើគាត់រងសម្ពាធប៉ុន្មានចឹងណារលូតដល់ទៅ4ទៅ5ដងមិនមែនធម្មតាទេចឹងណាប៉ុន្តែសំណាងដែរដែលគាត់បានកូនមួយហើយចឹងចឹងរឿងនេះវាស្ដាប់ទៅគឺវាមានភាពស្មុគស្មាញឬហៅថា complex អញ្ចឹងអ្វីដែលអ្នកគ្រូអាចជួយបានគឺយើងធ្វើទៅតាមបច្ចេកទេសពេទ្យប៉ុន្តែមិនមែនបានន័យថាយើងធានាទេប៉ុន្តែយើងព្យាយាមឲ្យអស់លទ្ធភាពអញ្ចឹងណាដូចគេករណីអូនអញ្ចឹងទី1យើងត្រូវគិតថាគាត់អាយុប្រមាណទាំងប្តីទាំងប្រពន្ធហ្នឹងណាហើយទី2តើគាត់ទម្ងន់ប៉ុន្មានកម្ពស់ប៉ុន្មានតើគាត់មានធាត់លើសទម្ងន់ទេ BMI លើសពី23ទេទាំងប្តីទាំងប្រពន្ធណាអាហ្នឹងគឺជាកត្តាចូលរួមទៅដល់ការដែលរលូតឬក៏មិនលូតលាស់ហើយទី3គឺយើងត្រូវឆែកសុខភាពរបស់គាត់តាមរយៈការបូមឈាមពិនិត្យសុខភាពមើលពាក់ព័ន្ធទៅនឹងសុខភាពនិងជំងឺកាមរោគហើយអាចធ្វើតេស្តអុកម៉ាណលបន្ថែមទៀតហើយទីបន្តមកទៀតគឺយើងធ្វើការពិនិត្យទៅលើមាត់ច្បូនគាត់សំខាន់ណាបើសិនយើងរកឃើញមានការករោគណាមាត់ច្បូនមានរលាកធ្លាក់សរ៉ាំរ៉ៃឬក៏មាត់ច្បូនប្រឡាត់ជាយូរឆ្នាំដែលងាយក្នុងការករោគក៏ជាមូលហេតុមួយនៃការដែលធ្វើឲ្យស្ត្រីរលូតកូនញឹកញាប់អាហ្នឹងត្រូវយើងដោះស្រាយព្យាបាលទី3ក៏យើងស្នើសុំទៅលើការពិនិត្យមើលមេជីវិតបរិសុទ្ធថាតើមេជីវិតបរិសុទ្ធគាត់នឹងល្អអត់ឬក៏ត្រូវការទទួលការព្យាបាលដែរតើក្នុងតកាមគាត់មានការករោគដោយមេរោគអត់អាហ្នឹងក៏ត្រូវទទួលការព្យាបាលហើយបន្តមកទៀតគឺការតាមដានពងញីមានស្ត្រីខ្លះគាត់មានហើយកូនអត់លូតលាស់ក៏ពាក់ព័ន្ធមួយពងញីដែរពងញីដែលអត់ល្អអត់ស្អាតក៏វាអាចធ្វើកូនយើងមិនលូតលាស់ឬក៏រលូតទៅវិញហើយទី4ពាក់ព័ន្ធជាមួយនឹង preconception ក៏សំខាន់ដែរសម្រាប់ជំនួយដល់ការយកកូនហើយបង្ការរលូតទៀតត្រូវយើងជ្រើសរើសយក preconception ដែលមាន folic acid ហើយនឹងពពួកវីតាមីនដែលមិនឲ្យឡើងគីឡូទៀតកាលណាឡើងគីឡូគឺជាវិបត្តិទៅដល់អុកម៉ាណលការខ្សោយអុកម៉ូនក៏ជាមូលហេតុមួយដែលធ្វើឲ្យស្ត្រីមានហើយរលូតធ្លាក់ឈាមកូនអត់នៅគឺខ្សោយអុកម៉ូននឹងហើយវាធ្វើឲ្យស្ទប់ស្បូនស្ដើងកូនទុំអត់រឹងមាំទេហើយប្រឈមនឹងការរលូតទៅវិញអាហ្នឹងគឺយើងចូលរួមទៅតាមហ្នឹងហើយមួយទៀតគឺកត្តាទំនងពោះគឺជារឿងមួយដែលលំបាកទៅលើការក្រូម៉ូសូមជំងឺក្រូម៉ូសូមប៉ុន្តែមួយហ្នឹងគឺយើងអត់មានអ្វីធ្វើតេស្តទេសម្ងាយនេះហើយការព្យាបាលក៏យើងអត់មានការព្យាបាលទៅលើក្រូម៉ូសូមបានដែរអញ្ចឹងអ្វីដែលយើងអាចព្យាបាលបានដោយអ្នកគ្រូរៀបរាប់ពីខាងដើមធ្វើព្យាបាលនៅអ្វីដែលយើងអាចធ្វើបានអញ្ចឹងណាយើងប្រឹងឲ្យអស់លទ្ធភាពហើយចុងក្រោយគេកូន18សប្តាហ៍ហើយនៅតែបែកទឹកភ្លោះទៀតអញ្ចឹងយើងត្រូវមើលទៅលើវាអាចពាក់ព័ន្ធជាមួយសំខាន់ទី1គឺការករោគហ្នឹងហើយអញ្ចឹងនៅក្នុងអំឡុងពេលមានផ្ទៃពោះនឹងក៏ដោយទោះបីយើងបាន preconception ព្យាបាលការករោគមិនយកកូនក៏ដោយបើសិនជាគាត់មានបញ្ហាធ្លាក់សរមានបញ្ហាករោគនៅក្នុងទ្វារមាសរបស់គាត់អំឡុងពេលមានផ្ទៃពោះយើងត្រូវពិនិត្យហើយព្យាបាលនៅក្នុងអំឡុងពេលហ្នឹងហ្មងគឺយើងឲ្យថ្នាំដែលអត់ប៉ះពាល់ដល់កូនអាហ្នឹងជួយកាត់បន្ថយការដែលធ្វើឲ្យបែកទឹកភ្លោះមុនកំណត់ហើយមួយទៀតពាក់ព័ន្ធជាមួយនឹងមាត់ស្បូនដែលគាត់ខ្សោយគាត់អាចបើកមាត់ស្បូនហើយទៅបែកទឹកភ្លោះដូច្នេះគេអាចធ្វើការចងមាត់ស្បូនឬក៏ដាក់កងមាត់ស្បូនដើម្បីបង្ការទប់រហូតទៅដល់កូននឹងពេញគ្រប់ខែហើយបានគេធ្វើការសម្រាលដោយធម្មជាតិឬក៏សម្រាលដោយវះកាត់អរគុណច្រើន